ស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំបានដកស្រង់អត្ថបទចេញពី The Daily Guardian ដែលនិយាយអំពីការទូទាយរបស់លោកយាយ Baba Vanga សម្រាប់ឆ្នាំ2026លោកយាយ Baba Vanga កើតនៅក្នុងប្រទេសប៊ូហ្គារីនៅក្នុងឆ្នាំ1911ហើយគាត់បានស្លាប់នៅក្នុងឆ្នាំ1996កាលពីកុមារភាពលោកយាយ Baba Vanga បានជួបគ្រោះខ្យល់គួចឡើងទៅលើដែលធ្វើឲ្យលោកយាយពិការភ្នែកគួរបញ្ជាក់ផងដែរថាការទូទាយរបស់លោកយាយភាគច្រើនគឺជាពាក្យនិយាយតគ្នាដូច្នេះសូមមេត្តាស្ដាប់ដោយការពិចារណាព្រោះរឿងរ៉ាវទាំងនេះមិនបានកត់ត្រាដោយលោកយាយ Baba Vanga ដោយផ្ទាល់នោះទេហើយវាក៏ខ្វះភស្តុតាងបញ្ជាក់ផងដែរលោកយាយ Baba Vanga បានក្លាយជាមនុស្សដ៏ល្បីដោយសារការទូទាយអំពីនយោបាយពិភពលោកការវិវត្តវិទ្យាសាស្ត្រគ្រោះធម្មជាតិនិងសូម្បីតែបាតុភូតផ្សេងៗដោយនៅក្នុងឆ្នាំ2026នេះលោកយាយ Baba Vanga បានទូទាយថានឹងមានរឿងធំចំនួន4ដែលនឹងកើតឡើងនៅលើភពផែនដីរបស់យើងនេះទី1គ្រោះមហន្តរាយធម្មជាតិដែលរីករាលដាលនិងប៉ះពាល់នៅតំបន់ធំដែលមានដូចជាគ្រោះរញ្ជួយដីការផ្ទុះភ្នំភ្លើងនិងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដែលនឹងវាយលុកតំបន់ជាច្រើននៅជុំវិញពិភពលោកទី2ភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសមហាអំណាចធំគាត់បានទូទាយទុកថានឹងមានសង្គ្រាមទ្រង់ទ្រាយធំនាពេលអនាគតដែលចាប់ផ្ដើមនៅក្នុងឆ្នាំ2026ដែលពាក់ព័ន្ធនឹងមហាអំណាចដូចជាចិនរុស្ស៊ីនិងសហរដ្ឋអាមេរិកទី3ការវិវត្តរបបបញ្ញាសិប្បនិម្មិតឬក៏យើងហៅថា AI ដែលនឹងឈានដល់ដំណាក់កាលដែលម៉ាស៊ីននឹងមានឥទ្ធិពលហួសពីការគ្រប់គ្រងរបស់មនុស្សទី4ការអះអាងអំពីការតាក់ទងជាមួយជីវិតក្រៅភពឬក៏យើងហៅថា Alien គាត់បានទូទាយថានៅចុងឆ្នាំ2026យានអវកាសដ៏ធំមួយនឹងហោះចូលមកក្នុងបរិយាកាសរបស់ភពផែនដី